បាទស្វាគមន៍មកកាន់ការប្រកួតទី7រវាង The Mongo Park នេះជាមួយនឹង KOG បាទ King of Gamers Club បាទឥឡូវនេះបាទរវាងគូទាំងពីរនេះគឺថាស៊ីសាច់ហត់ឈាមខ្លាំងមែនតើគឺថាមួយបន្ទុកទល់ជាមួយមួយបន្ទុកគ្នាគឺថាពីគាត់ខ្លាំងគ្នាបាទឥឡូវនេះណាបានតេស្តឈាមទៅលើ Mikey គ្នាវ៉ាវស្តាន់បានទៅលើណាដល់គ្នាឡូឈាមទាំងពីរនាក់ជាមួយនឹង Mikey ចុះច្រឡំ Mikey រហូតបាទ Mikey level 2មុនអញ្ចឹងគាត់ទីជាមួយនឹងការលើកតម្លាក់អូមូសម្រាប់ Xperia មួយនេះដូចថ្នឹកដៃដល់ទៅហើយបិទទៅលើ33អូ 33បាទហើយ33បាទ33ក៏បានដែរអញ្ចឹងស្រួលតែអូមានការ invest ពី Hirara របស់ ZX Ura បាទទៅហើយបាទអូសម្រាប់ត្រឹមតែគោលបាទឥឡូវនេះបានលើកជើងបានទៅលើ2អ្នកពី Lantern Flare ដូចគ្នាឥឡូវនេះអាចមានបញ្ញាដែរទេតែ KZN គឺថាគាត់លងឡើងទៅរ៉ាគឺតែគេបានទៅគ្នាបាទ KZN បានដាច់បាត់ទៅហើយបានទៅលើThe Mongo បានទៅលើ Mongo ស្រីអូរ៉ាបាទបានទៅលើ Mikey បានល្អខ្លាំងមែនទែនតែប្រភេទ Hero Early ពីខាង The Mongo ធំខ្លាំងជាមួយនឹងការ invade បាទ Mikey ហើយនឹង Hirara farm ក៏លឿន60គេក៏ឈឺហើយ rotation គឺលឿនខ្លាំងមែនតើហ្មងអាកាយ early game គឺពិបាកខ្លាំងជាមួយនឹង Hirara បាទនិយាយស៊ីប្លូហើយគេថាមក invade តែម្ដងបាទអត់ខាត់ពេលយូរទេបាទលើខាងលើពិបាកខ្លាំងសូម្បីតែ Key ក៏គាត់ជាប្រភេទ hero ដែល easy ជាមួយនឹងការបិទមួយស្មើទៅលើ Payan បាទគឺថា Payan មិនមែនជាប្រភេទ early បានដូចយើងឃើញប្រាប់ចឹងបាទ landing មួយស្មើគឺពិបាកមែនតើជាមួយនឹង Harrod បាទដល់នេះតថលគឺថាបាន spawn ដូចគ្នាឥឡូវនេះគឺថាខាងក្រោមពីមើលឃើញដូចគ្នាថាបាទផុកតិចបាទទៅលើមូប៉ុន្តែមូគាត់លេងគាត់មិនភ័យនោះទេឥឡូវនេះគាត់មានRT គ្នាគឺថា drone of ruin ក៏ដូចមានគ្នាឥឡូវនេះអាចមានបញ្ហាដែរទេសេរីអរ៉ាគឺថាដាស់ drone មកតែម្ដងឥឡូវនេះ AUX ក៏មានអវត្តមានដូចគ្នាបាទប៉ុន្តែ KOG គឺថារៀងសូនអោតិចមានAlisa លើនេះបាទអត់មែនមកដូចគ្នាបាទបើក RT ពីខាងKOG ប៉ុន្តែសេរីអរ៉ាបានជួយតផលយ៉ាងស្រួលបាទចឹង team fight នេះអត់មានដាច់ទៅលើអ្នកណាគេទេបាទគាត់ថាតថលទី1បានទៅលើ The Mongo ដោយសារតែ The Mongo គាត់ lead ជាមួយនឹង level ច្រើនជាងអូយ៉ាបន្តទៅបាទមូបានជួយទៅលើណាវដូចគ្នាបាទលេងការខ្លាំងមែនទែនមូល្អខ្លាំងមែនទែនបាទដោយសារការប្រកួតនោះគេបិទគាត់ខ្លាំងពេកឥឡូវនេះគឺគាត់មានអារម្មណ៍ថាក្តៅសាច់ឆោតដាក់អាណានៅតាមពី early ទៅមើលបាទល្មមកាំងម្ដងណាយ៉ាត្រឹម3នាទី goal lead 1.4k point kill 0.2អញ្ចឹងពីខាង KO អត់ចំណេញទេសម្រាប់ early នេះអូខេបាទឥឡូវនេះនៅខាងអូខេខាង Mikey គឺថាមក invade ដូចគ្នាបាទប៉ុន្តែ KZN គាត់មិនសូវជាមានបញ្ហាគ្នាទេគាត់តាន់បាទគាត់តាន់បាទអាច early ហៀងប្រហែលបន្តិចប៉ុន្តែពី mid ទៅអាកាយហៀងតាន់អាកាយហៀងអាចត្រាំជាមួយនឹង team fight បានយូរទៅមានអាឡង់ក្នុងការខៃ UX ក៏មាន RT គ្នាដែរអាចចាប់ដែរឬទេប៉ុន្តែគាត់ដកថយបាទគាត់ចង់ pressure ទៅលើ Goldland ប៉ុន្តែដោយសារតែមានអវត្តមានរបស់ KZN ហើយនឹងជាមួយនឹង Nile គាត់គោមិនបានទេបាទសម្រាប់ខាង3នៅខាងក្រៅនេះគឺពិបាកតបជាមួយនឹង Elite ខ្លាំងមែនទែនមូកាចខ្លាំងជាមួយនឹងការកាត់ land ហើយ rotation ក៏អត់ត rotate ដែរតែបិទស្មើឲ្យនេះ land ហ្មងបាទឥឡូវនេះយើងមើលទៅខាង bottom lane បាទ KZN ជាមួយនឹង Sora គាត់ខំប្រឹងខ្លាំងមែនតែមូគឺថាក្លត់ខ្លាំងអូដាច់បាត់ទៅហើយបាទទោះជាមិនបានមានកាមេរ៉ាមើលក៏យើងអាចដឹងដែរថាកន្លែងmìnhគេថាបូកយកទៅលើណាតែម្ដងបាទដូចតែបានឃើញចឹង4-1បោកឈូយកមកផ្ដាច់ភ្លាមតែម្ដងមិញមូដូចជាstill បានជាមួយនឹងកាក់ទៀតណាបាទសម្រាប់ការប្រកួតនេះដែរអាកាយទី level 2ដល់អូយកាយហើយបានទៅលើ AUX បាត់ទៅហើយជាប់ជាឡើងយូរប៉ុន្តែមកបាទហើយបាទ standard form ដូចគ្នាបាទឥឡូវនេះជាប់បានទៅលើ AUX បាត់ទៅហើយ KZ បាត់ទៅហើយសេរីអរ៉ាបាត់ទៅលើ KZ ដូចគ្នាមកជើងទះជើងសាតបាទសេរីអរ៉ានៅទៅដូចគ្នាប៉ុន្តែបាត់ដាច់បាត់ទៅហើយដោយមូទៅលើ Nile ល្អខ្លាំងមែនតើបាទកន្លែងនេះក៏អត់ចំណេញដែរពីខាង KOG បាទ2ទល់នឹង1 goal lead គឺនៅតែ lead ជាមួយនឹងខាង Mongo ប៉ុន្តែបាទមិញល្អតែខ្ញុំគិតថាខៃបានដែរបាទជាអាចផ្ដាច់បានប៉ុន្តែនៅតែមូអាច rotation ទៅដល់តាន់លឿនបាទក៏មកតាន់ហើយគាត់ RT តាន់ទៀតបាទ RTR គាត់មកតាន់ទៀតបាទឥឡូវនេះមើលខាងលើ Goldland បាទរៀងកាចតិចពី Goldland សងខាងបាទមិញភ័យយ៉ានគាត់ចង់ចូលដែរគុំត្រូវហើយប៉ុន្តែយើងគិតថា damage ខ្លួនឯងនៅ stir early ចឹងបាច់ទេបាទនេះគាត់ទៅបាន approach ហ្នឹងមកហ្នឹងហើយសម្រាប់ item ហ្នឹងចូលបញ្ចុះ
បាទថាថតទី2បានទៅលើThe Mongol ដូចគ្នាបាទ អាយ៉ា KZ ជាប់ហ្នឹងហើយរបស់ RT របស់តែកាយចេញបានដូចគ្នាបាទគឺថាអើយ៉ានៅខាងលើមួយពីរគឺខៃអត់មានភាពភ័យខ្លាចនោះទេបាទគឺថាដាក់យកបាទដាក់ចូលហើយឥឡូវនេះបាទអេងគ្នាតែហេរ៉ារ៉ាក៏មកពីក្រោយបាទបណ្ដាច់ទៅលើណៅបាត់ទៅហើយ អូ rotation របស់ The Mongol ល្អខ្លាំងមែន បាទឡើងលឿនបាទ បាទការ start out ខោ team fight របស់ K នេះខ្លាំងមែនតើមកដោយសារគាត់ 2-1 ហើយគាត់ដឹងថាគាត់ 2-1 ហើយឈ្នះទៀតដែលមាន Purify បាទ ហើយគ្នាគាត់មកពីក្រោយចូលវាយមកខ្លាំងគឺល្អខ្លាំងមែនតើ បាទឥឡូវនេះណាគឺថាមើលទៅមិនសូវល្អនោះទេដែលមានរូបភាព04បាទការប្រកួតមុនណាគាត់ play គាត់មាន play style តាក់ទងជាមួយនឹងប្រទេសដែលល្អមែនតើឥឡូវនេះគេ ban ចោលហើយអញ្ចឹងគាត់ pick ជាមួយនឹងឈូយកមកលេងក៏អត់បានសម្រេចទេបាទ យ៉ាងមួយជើងដាច់ទៅលើ K បាត់ទៅហើយបានទៅលើ K តាមទៅអញទេតែដាក់ទេមកក្រែយកប៉ុន្តែអូយជាប់នឹងបាត់ហើយភេយកបាត់ទៅលើ K ទៅគ្នាឥឡូវមកឲ្យ AUX រកចាក់បានទៅលើ K សិនតែម្នាក់នោះទេដាក់មកបោគាត់មកគាត់ដាច់បាត់ទៅហើយណាគឺថាជាអ្នកខំប្រឹងរត់ប៉ុន្តែរត់មិនកិច្ចពីផុតពីម៉ៃគីគ្រាមតែចកបាន2អ្នកចាប់រងទៀតពី IMU copy បានណៅមកហើយ33ដែលមកអាទីរបស់ Thunder Form បាទរះយករប៉ុន្តែមូមកឲ្យគ្នាឥឡូវនេះបាទទៀតប៉ុន្តែអត់នោះទេគឺថាដកពីខាងនឹងហើយប៉ុន្តែមួយធីមនេះវាយគ្នាអត់ដកទៅហៅមក rotation ពី Experience Land មកខាងលើបាទគឺថា team fight មិនបាញ់ចប់ទេមានការ invade បាទយកបើបាត់ទៅហើយដើរចេញដោយមិនមានភាពភ័យខ្លាច បាទនេះហើយជា hero Hira ដែលគេយកមកលេងជាប្រភេទ jungler គឺថា annoy ខ្លាំងមែនតែមកតាំងពី early ហើយយើងក៏លេងមើលទៅខាងMongol គឺមាននារីរហូតដល់3ប៉ុន្តែវាហាខ្លាំងមែនទេបាទ អូយបាទ មាន Jusin មាន Hirara មានជាមួយនឹង Ellie បាទមានការដកកចេញពី Ox បាទ AUX មក AUX គឺ Ox វា បាទ cover ជាមួយនឹង team ចង់លួចជាមួយនឹងបើប៉ុន្តែ Ken នៅទីនេះ ចំបាទណៅរត់ទៅលើ K បាត់ទៅហើយប៉ុន្តែអត់មានការបូកនោះទេអូខេឥឡូវបាទស្ពាមអូយពីបាទ wow ពីបាទ កន្លែងល្អខ្លាំងមែនទេបាទមិនបានជាមួយនឹងផលទី3ពីខាង The Mongol អត់លេសៃវិញអេឡង់គេអែមណាមិញបាទមកបើកឡើង AUX ចាប់ទៅរើនេះហើយប៉ុន្តែដកមករួចទេ Z បាត់ដាច់នេះគ្នាឥឡូវនេះ TO បានទៅលើបើកឡើងប៉ុន្តែមើល Hirara នោះ Hirara សៀយអូរ៉ាដូចតមកទៀតគ្នាអូអូរ៉ាបូក10000អរ៉ាដូចគ្នាឥឡូវនេះបាក់បុកងណាគ្នាទោះមកជើងរំទះជើងសាតទៅរត់ប៉ុន្តែមិនផុតពីកណ្ដាប់ដៃរបស់ Momo ដែលមាន AUX ដាច់ទៅណែ web out ទៅលើ KOG ត្រឹមតែនាទីទី8ទេ goal បាន7 kill ច្រើនមែនទេទៅកាន់ Mongol អូល្អខ្លាំងមែនទេពី Hirara វាយទៅលើ backline រហូតដល់2 hero ផ្ដាច់បានទៅលើអាកៃហើយជាមួយនឹង Moscow ទៀត Oh my god នេះជាហេតុផលដែលខ្ញុំចង់ឃើញ Hirara នៅក្នុង tournament បាទនិយាយទៅឲ្យតែ Assassin គេថាស្រី Aura ទៀតហើយអូយបាទប៉ុន្តែដូចជាយើងនិយាយវិញអញ្ចឹងបាទ CX Aura គឺថាពេលដែលគាត់ perform ទៅលើ Assassin ណាបងគាត់ថាគាត់លេង 120% ហ្មងបងបាទ 20ហ្មងមែន100 120ហ្មងគាត់លេងខ្លាំងហ្មងគាត់ដឹងគាត់ច្បាស់គាត់ដឹងថាដើម្បីគាត់ប៉ុណ្ណាបងល្អខ្លាំង បាទឥឡូវនេះនៅក្នុង bush នេះគឺមាន AUX ដូចគ្នាជាមួយនឹង Mikey ស្រី Aura មកទៀតរ៉ៃដូចទៅវាយបាទតែមេមកចាប់មកឲ្យ2នាក់បាទកាយយកតែ AUX គឺថា low set ក៏ដាច់ដូចគ្នាឥឡូវនេះ K គឺដេញរកបែកដៃដូចគ្នាបាទគឺថាលេងនៅក្នុងត្រឹមរយអត់មានភាពភ័យខ្លាចនោះទេពី Mongol បាទអូយើងឃើញ ZX Aura ចេញចូលដូចផ្ទះគាត់ចឹងណាបាទទី3ទៀតនេះបាទ33មិនដែរទេបាទវ៉ាវ ZX Aura ទេ wipe out ទៀតហើយអូយបាទ wipe out បាទនៅក្នុងបែររបស់ខ្លួនរបស់មែននិយាយទៅលេងចាប់ហើយបាទចូលទៀតហើយមិនភ័យខ្លាចនោះទេណារត់គាត់ទៅលើស្រីអរ៉ាមកជឿគាត់ទៅឲ្យលេងច្រើនពេកហើយបាទទៅឲ្យលេងច្រើនពេកលេងច្រើនហើយដូចនិយាយមិនបានមែនអើយទេខ្មែរក៏សរសើរបានមកក៏សរសើរបានដែរបាទទៅដូចគ្នាបាទឥឡូវនេះបាទអាចមានវាយទៅហើយបាទក្រាក់ទេវាយរត់ទៀតហើយបាទចាប់យកប៉ុន្តែអត់មានចាប់បានណាទេអេខេបាទតែមានPurifyតែมันអាចរត់ដូចគ្នាបាទ K ស្រាប់មកលើ K ដូចគ្នាអូយអូខេតោះបានឈប់ខាង The Mongol ក៏ដូចជាលេងសើចមែនតើណាអញ្ចឹងខាងនោះក៏គេមានប្រភេទ Hero Legend ដែលយើងហ្នឹងហើយមួយ The Mongol មួយ early យើងឈ្នះហើយតើមែនតើទ្រាំតើមិនទៀតទៅហើយទ្រាំតិចទៀតទៅកុំកជ្រោខ្លាំងពេកជាធម្មតានៅក្នុង tournament ណា
បាទ ចិត្តឆៅជំរុញឲ្យចិត្តក្តៅអាចនឹងកលាប់បាន អី បាទ យ៉ាយើដូច rapper ណា អាយ៉ូបាទឥឡូវនេះនាទីទី10ប៉ុន្តែមានការគ្រប់ពីThe Mongol ដដែលទេ 7.7k អញ្ចឹងសម្រាប់ឡតទី1នេះគឺយើងងាយស្រួលនិយាយងាយនឹងលួចបានទេប៉ុន្តែយើងចាំមើលថាខាង KOG គាត់មានកលិចមានតិចនិចបែបណាដែលអាចចូលទៅដល់បានបាទ បាទមុំមូគឺថាហក់យកមួយ3យកបងបាទគឺថាបិទយក100បាទ Mikey ក្រាច់មែនតើរត់ back line បាទទៅឲ្យ AUX ក៏នៅគ្នាបាទលើកជើងបាទលើកជើងក្រាក់កទេមកលើហើយបាទមកដៃបាត់ទៅហើយផ្ដាច់បានទៅលើមក 2k ដូចគ្នា33រកលារត់តារត់មិនរួចដូចគ្នា K ស្អីខំកាយយកប៉ុន្តែនៅតែរត់មិនរួចពីការលើកជើងរបស់ Mikey ដូចគ្នា K ស្អិនគឺលោកខ្លាំងតែពី copy ultimate របស់ AUX ដូចគ្នាអូតែដូចគ្នាឥឡូវនេះភ័យឯងគឺថាម្នាក់ឯងទៅຕົកបន្ទះទប់ជាប់មិនទេតែមិនជាប់ទេអត់មានឡតទេបាទរបស់សាទរទៅកាន់ The Mongol បាទ Game នេះបញ្ចប់ទៅត្រឹមតែ11នាទីតែប៉ុណ្ណោះបាទ